អ្នកគ្រប់គ្រងនិងអ្នកដឹកនាំខុសគ្នាដូចម្តេចហៅ Manager and Leader different 1. និយមន័យអ្នកគ្រប់គ្រង Manager អ្នកគ្រប់គ្រងគឺជាបុគ្គលដែលទទួលខុសត្រូវក្នុងការរៀបចំគ្រប់គ្រងនិងត្រួតពិនិត្យធនធានរបស់ក្រុមហ៊ុនដើម្បីឲ្យការងារសម្រេចតាមផែនការគោលដៅនិងស្តង់ដារដែលបានកំណត់ភារកិច្ចសំខាន់ៗរបស់អ្នកគ្រប់គ្រង 1. រៀបចំផែនការការងារ Planning 2. បែងចែកភារកិច្ចឲ្យបុគ្គលិក Organizing 3. ត្រួតពិនិត្យលទ្ធផលការងារ Monitoring and Controlling 4. គ្រប់គ្រងពេលវេលាថវិកានិងធនធាន 5. វាយតម្លៃប្រសិទ្ធភាពការងាររបស់បុគ្គលិក 6. ដោះស្រាយបញ្ហាប្រចាំថ្ងៃក្នុងប្រតិបត្តិការអ្នកដឹកនាំ Leader អ្នកដឹកនាំគឺជាបុគ្គលដែលមានសមត្ថភាពជំរុញលើកទឹកចិត្តនិងបង្កើតឥទ្ធិពលលើមនុស្សដទៃដើម្បីឲ្យពួកគេចូលរួមសម្រេចគោលដៅរួមភារកិច្ចសំខាន់ៗរបស់អ្នកដឹកនាំ 1. បង្កើតចក្ខុវិស័យ Vision 2. បំផុសគំនិតនិងលើកទឹកចិត្តក្រុម 3. បង្កើតទំនុកចិត្តក្នុងក្រុម 4. អភិវឌ្ឍសមត្ថភាពបុគ្គលិក 5. ជំរុញការផ្លាស់ប្ដូរវិជ្ជមាន 6. បង្កើតវប្បធម៌ការងារល្អ 2. ភាពដូចគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំចំណុចនិងភាពដូចគ្នា 1. គោលដៅទាំងពីរធ្វើការដើម្បីឲ្យអង្គភាពសម្រេចគោលដៅរួម 2. ការងារជាមួយមនុស្សត្រូវតាក់ទងនឹងសហការជាមួយបុគ្គលិក 3. ការសម្រេចចិត្តត្រូវវិភាគបញ្ហានិងជ្រើសរើសដំណោះស្រាយ 4. ទំនួលខុសត្រូវទទួលខុសត្រូវចំពោះលទ្ធផលការងារ 5. ជំនាញទំនាក់ទំនងត្រូវមានការប្រស័យតាក់ទងល្អ 6. ការដោះស្រាយបញ្ហាត្រូវអាចដោះស្រាយវិបត្តិនិងបញ្ហាក្នុងការងារ 3. ភាពខុសគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំអ្នកគ្រប់គ្រង Manager 1. ផ្ដោតលើការងារប្រព័ន្ធនិងដំណើរការ 2. គោលបំណងធ្វើឲ្យការងារបានត្រឹមត្រូវ 3. របៀបដឹកនាំប្រើតួនាទីនិងសិទ្ធិអំណាច 4. ការគ្រប់គ្រងបុគ្គលិកផ្ដល់ការងារនិងតាមដាន 5. ទស្សនៈគិតពីបច្ចុប្បន្ននិងផែនការ 6. ការផ្លាស់ប្ដូរចូលចិត្តរក្សាប្រព័ន្ធដែលមានប្រសិទ្ធភាព 7. កំហុសស្វែងរកថាអ្នកណាខុស 8. ការលើកទឹកចិត្តប្រើគោលការណ៍រង្វាន់និងវិន័យអ្នកដឹកនាំ Leader 1. ផ្ដោតលើមនុស្សនិងចក្ខុវិស័យ 2. គោលបំណងធ្វើឲ្យមនុស្សធ្វើអ្វីដែលមានតម្លៃ 3. របៀបដឹកនាំប្រើឥទ្ធិពលនិងការគោរព 4. ការគ្រប់គ្រងបុគ្គលិកបណ្ដុះបណ្ដាលនិងជំរុញ 5. ទស្សនៈគិតពីអនាគតនិងការផ្លាស់ប្ដូរ 6. ការផ្លាស់ប្ដូរជំរុញការកែលម្អថ្មីៗ 7. កំហុសស្វែងរកមូលហេតុនិងដំណោះស្រាយ 8. ការលើកទឹកចិត្តប្រើការបំផុសគំនិតនិងទំនុកចិត្ត 4. ជំនាញដែលអ្នកគ្រប់គ្រងល្អនិងអ្នកដឹកនាំល្អគួរមានអ្នកគ្រប់គ្រងល្អត្រូវមាន 1. ជំនាញរៀបចំផែនការ 2. ជំនាញគ្រប់គ្រងពេលវេលា 3. ជំនាញវិភាគទិន្នន័យ 4. ជំនាញត្រួតពិនិត្យការងារ 5. ជំនាញដោះស្រាយបញ្ហា 6. ការយល់ដឹងអំពីគោលនយោបាយក្រុមហ៊ុនអ្នកដឹកនាំល្អត្រូវមាន 1. ចក្ខុវិស័យច្បាស់លាស់ 2. សមត្ថភាពទំនាក់ទំនង 3. ភាពស្មោះត្រង់និងគំរូល្អ 4. សមត្ថភាពបង្កើតទំនុកចិត្ត 5. សមត្ថភាពបង្វឹក Coaching 6. ភាពចេះស្ដាប់និងយល់ពីមនុស្ស